នៅពេលដែលអ្នកទាំងអស់គ្នាចប់ពីសាកលវិទ្យាល័យហើយចូលមកធ្វើការតើអ្នកទាំងអស់គ្នាត្រូវធ្វើអីខ្លះព្រោះនៅកន្លែងធ្វើការអត់ដូចនៅពេលយើងនៅរៀនទេយើងចង់ធ្វើអីក៏បានយើងចង់និយាយរកអ្នកណាក៏បានមិនចង់និយាយរកអ្នកណាក៏បានវាតាមតែចិត្តយើងចង់ញញឹមដាក់អ្នកណាក៏បានមិនចង់ញញឹមដាក់អ្នកណាក៏បានប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់ពេលអ្នកទាំងអស់គ្នានៅកន្លែងធ្វើការវាអត់ដូចអ្វីដែលយើងរៀននៅសាកលវិទ្យាល័យនៅសាលារៀនគឺព្រោះវាអត់មានមេរៀនដែលបង្រៀនយើងទេតែអ្វីដែលត្រូវធ្វើនោះគឺយើងត្រូវតែញញឹមដាក់គេរាល់គ្នាទាំងដែលយើងអត់ស្គាល់គេហើយខ្ញុំធ្លាប់អ្នកទាំងអស់គ្នាធ្លាប់ញញឹមដែលហៅថា fake smile ទៅកាន់មនុស្សមួយចំនួនហើយទទួលបានបទពិសោធន៍វិញដែលគួរតែមិនunexpected បទពិសោធន៍ដែលមិនគួរឲ្យជឿអ្នកទាំងអស់គ្នាខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់ដឹងថ្ងៃនេះខ្ញុំនឹង share នៅបទពិសោធន៍ខ្ញុំដែលតទៅនឹងការដែលខ្ញុំធ្វើការនៅកន្លែងធ្វើការដំបូងរបស់ខ្ញុំដែលខ្ញុំអត់ដឹងអត់យល់ពីព្រោះថាធ្លាប់តែរៀននៅសាកលវិទ្យាល័យចេញមកគិតថាវាស្រួលវាដូចនៅសាកលវិទ្យាល័យតាមធៀបពិតវាអត់អញ្ចឹងទេអ្នកទាំងអស់គ្នាយើងត្រូវឆ្លងកាត់ការរត់ពុតរត់ដំជាច្រើនហើយនៅកន្លែងធ្វើការវាអត់ដូចនៅសាលារៀនទេហើយថ្ងៃនេះខ្ញុំនឹង share នៅបទពិសោធន៍របស់ខ្ញុំគឺជា story របស់ខ្ញុំផ្ទាល់ដែលខ្ញុំបានឆ្លងកាត់នៅការិយាល័យ Office មួយនៅឯរាជធានីភ្នំពេញខ្ញុំបានចាំយ៉ាងច្បាស់អ្នកទាំងអស់គ្នានៅអារម្មណ៍របស់ខ្ញុំផ្ទាល់ដែលចូលធ្វើការនៅឯស្ថាប័នដ៏ធំមួយនៅរាជធានីភ្នំពេញដោយក្តីសង្ឃឹមថាកន្លែងការងារនោះនឹងផ្ដល់នូវជីវិតដ៏ល្អប្រសើរសម្រាប់ខ្ញុំតែចុងក្រោយនេះអ្នកទាំងអស់គ្នាដឹងអត់វាបានផ្លាស់ជាកន្លែងដែលបង្រៀនឲ្យខ្ញុំស្គាល់ថាសិល្បៈនៃការមើលរំលងរបស់មនុស្សនៅកន្លែងធ្វើការខ្ញុំមិនមែនជាមនុស្សប្រកែកនិយាយដោយសារតែខ្ញុំនៅកន្លែងធ្វើការនៅកន្លែងធ្វើការមិនប្រកែកនិយាយប្រកែកអែបអបឬក៏ចេះប្រកែកតំណែងអីថ្មីដើម្បីឲ្យគេចូលចិត្តទេហើយខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលខំធ្វើការឲ្យខ្លួនឯងបានល្អខំគោរពអ្នកដទៃខំគោរពមេគោរពការងារទោះបីជាខ្លួនឯងធ្វើមិនទាន់បានល្អក៏ដោយក៏ខិតខំប្រឹងប្រែងធ្វើការងារនោះឲ្យអស់ពីលទ្ធភាពអ្នកទាំងអស់គ្នាដឹងទេជាងរាល់ព្រឹកខ្ញុំតែងតែក្រោកពីព្រលឹមទៅដល់ office start ម៉ោង8ខ្ញុំម៉ោង7ទៅដល់ office ហើយអ្នកទាំងអស់គ្នា7ស្រាងអញ្ចឹងប្រហែលជា7ជាងខ្ញុំបានទៅដល់ហើយខ្ញុំតែងតែដើរចូលការិយាល័យដោយស្នាមញញឹមហើយស្ងប់ស្ងាត់មួយខ្ញុំព្យាយាមនិយាយទៅកាន់អ្នកដទៃដោយពាក្យថាអរុនសួស្តី good morning ដាក់មនុស្សជុំវិញខ្លួនរបស់ខ្ញុំទាំងតែខ្ញុំអត់ស្គាល់គេសោះអ្នកទាំងអស់គ្នាហើយមានមនុស្សខ្លះគេក៏ឆ្លើយតបជាមួយខ្ញុំអ្នកខ្លះទៀតក៏អត់ឆ្លើយតបមួយខ្ញុំវិញដែរសូម្បីតែគេមើលមកខ្ញុំក៏គេអត់មើលដែរអ្នកទាំងអស់គ្នាហើយខ្ញុំចាំបានថ្ងៃមួយអ្នកទាំងអស់គ្នាខ្ញុំបានជួបក្រុមការងារមួយដែលកំពុងនិយាយគ្នាយ៉ាងសប្បាយនៅជាន់ទី1នៃហាងកាហ្វេពេលខ្ញុំដើរចូលទៅកន្លែងហាងកាហ្វេនៅចិត្តពួកគាត់នោះបរិយាកាសដែលធ្លាប់និយាយសើចក្អាកក្អាយស្រាប់តែស្ងៀមស្ងាត់គេមើលមុខយើងមើលទូរស័ព្ទហើយធ្វើដូចជាខ្ញុំមិនមានវត្តមាននៅទីនោះចឹងអារម្មណ៍នោះគឺដូចជាប្រៀបបីបានដូចជាយើងនៅក្នុងបន្ទប់មួយស្ងប់ស្ងាត់ម្នាក់ឯងហើយគ្មាននរណាមើលឃើញអញ្ចឹងអ្នកទាំងអស់គ្នាវាឈឺជាងការស្ដីបន្ទោសទៀតដោយសារតែគេធ្វើការមើលរំលងយើងព្រោះការមើលរំលងនេះហើយគឺជាវិធីសាស្ត្រដែលធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ
ដោយមិនចាំបាច់និយាយអ្វីមួយម៉ាត់ហើយថ្ងៃបន្ទាប់មកអ្នកទាំងអស់គ្នាខ្ញុំបានទៅញ៉ាំបាយនៅកន្ទីនជិតកន្លែងធ្វើការថ្ងៃនោះខ្ញុំឃើញបុគ្គលិកធ្វើការជាមួយខ្ញុំកំពុងអង្គុយញ៉ាំបាយយ៉ាងសប្បាយរីករាយជាមួយគ្នាទាំងអស់គ្នាខ្ញុំក៏ខំប្រមូលនៅភាពក្លាហានរបស់ខ្លួនឯងដើរកាន់ចានបាយរបស់ខ្ញុំទៅរកពួកគាត់ហើយគិតថាជាឱកាសមួយក្នុងការរក្សាទំនាក់ទំនងឲ្យមានភាពស្និទ្ធស្នាលជាមួយពួកគាត់មិនធ្វើឲ្យខ្លួនឯងមិនមានអារម្មណ៍ថាឯកាដោយរាល់ថ្ងៃអ្នកទាំងអស់គ្នាដឹងទេតើមានអីកើតឡើងខ្ញុំខំញញឹមដាក់ពួកគាត់ខំធ្វើខ្លួនឯងធម្មតាហើយសួរទៅពួកគាត់យ៉ាងទន់ភ្លន់បំផុតតើខ្ញុំអាចអង្គុយជាមួយបានទេតើអ្វីដែលខ្ញុំអាចទទួលបាននោះគឺនឹកស្មានម្ដងអ្នកទាំងអស់គ្នាពួកគាត់មើលមុខគ្នាស្ងាត់មួយភ្លែតហើយម្នាក់ក៏លើកចានបាយរបស់ខ្លួនដើរចេញពីតុនោះហើយទៅអង្គុយតុផ្សេងទៀតដោយទុកឲ្យខ្ញុំអង្គុយតុនោះតែម្នាក់ឯងពេលនោះខ្ញុំមានអារម្មណ៍ថាដូចជាបេះដូងខ្ញុំត្រូវបានចាក់នឹងកាំបិតយ៉ាងយឺតមនុស្សជាច្រើននៅជុំវិញខ្លួនខ្ញុំកំពុងតែញ៉ាំបាយសោកសប្បាយខាក់ខាយតែខ្ញុំបែរជាមានអារម្មណ៍ថាខ្លួនឯងតូចទាបនិងមិនមានតម្លៃបំផុតនៅកន្លែងនោះខ្ញុំអង្គុយចុះយឺតនៅតុបាយទំនេរមួយមើលចានបាយនៅមុខខ្ញុំតែគ្មានអារម្មណ៍ញ៉ាំបាយទាល់តែសោះអាហារដែលខ្ញុំធ្លាប់ញ៉ាំតែមានរសជាតិស្រាប់តែប្រែជាទៅវិញហើយសាមញ្ញដែលខ្ញុំខំធ្វើមុននេះក៏រលាយបាត់អស់ដែលគ្មានការដោយសារតែការមើលងាយមួយពេលរបស់ពួកគាត់ខ្ញុំខំសួរខ្លួនឯងថាតើខ្ញុំគួរអាម៉ាស់ខ្លួនឯងប៉ុណ្ណាទើបមនុស្សមួយក្រុមដើរចេញពីតុព្រោះតែមិនចង់អង្គុយជាមួយខ្ញុំវាជាអារម្មណ៍ដែលឈឺចាប់បំផុតអ្នកទាំងអស់គ្នាខ្ញុំគិតថាអ្នកទាំងអស់គ្នាអ្នកដែលធ្លាប់ជួបអារម្មណ៍ពេលនោះអារម្មណ៍ដែលខ្ញុំមិនអាចទទួលយកបានយើងគ្រាន់តែចង់មានកន្លែងតូចមួយក្នុងសង្គមការងារចង់ឲ្យមានមនុស្សនិយាយលេងជាមួយចង់មានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយនៃក្រុមការងារតែចុងក្រោយអ្វីដែលយើងទទួលបានគឺការធ្វើដូចយើងជាមនុស្សដែលគេមិនចង់នៅក្បែរមានពេលខ្លះខ្ញុំខំធ្វើការដល់យប់ជ្រៅជាងគេនៅក្នុងក្រុមការងារខំជួយក្រុមខំទទួលបន្ទុកខំដោះស្រាយរាល់បញ្ហាទាំងអស់ដែលមនុស្សជាច្រើនដែលបានគិតវេះអ្នកទាំងអស់គ្នាដឹងទេតែដល់ពេលប្រជុំឈ្មោះរបស់ខ្ញុំមិនបានលើកឡើងទាល់តែសោះនៅពេលអង្គប្រជុំនានាស្នាដៃដែលខ្ញុំបានធ្វើត្រូវបានអ្នកផ្សេងយកទៅនិយាយដូចជារបស់ខ្លួនឯងអញ្ចឹងហើយខ្ញុំគ្រាន់តែអង្គុយស្ងៀមមើលគេទទួលការសរសើរនៅចំពោះមុខខ្ញុំអ្វីដែលឈឺចាប់បំផុតមិនមែនជាការនឿយហត់របស់ការងារទេតែគឺជាអារម្មណ៍ដែលខ្ញុំខំប្រឹងប៉ុណ្ណាក៏នៅតែគ្មាននរណាមើលឃើញនៅតម្លៃរបស់ខ្ញុំចាប់ផ្ដើមសង្កេតឃើញថានៅក្នុងការិយាល័យមនុស្សពូកែណាស់ក្នុងសិល្បៈនៃការមើលរំលងគេមិនចាំបាច់ស្ដីបន្ទោសយើងទេគ្រាន់តែមិនអើពើមិនតបតមិនសម្លឹងមិននិយាយរកយើងក៏គ្រប់គ្រាន់ធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ថាឯកាដែរមានពេលខ្លះខ្ញុំអង្គុយញ៉ាំបាយតែឯងនៅជ្រុងមួយនៃការិយាល័យខ្ញុំឃើញមនុស្សជាច្រើនដើរកាត់សោកសប្បាយថតរូបជាក្រុមតែគ្មាននរណាម្នាក់សួរខ្ញុំសូម្បីតែមួយម៉ាត់ថាបងណាអូនណាញ៉ាំបាយជាមួយគ្នាទេខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំធ្វើខុសអីតើមុខតំណែងខ្ញុំតូចទាបមែនឬទេហើយធ្វើឲ្យខ្ញុំគ្មានតម្លៃតតែសោះដល់ថ្នាក់គេមិនមានការរក
ឬមកពីខ្ញុំមិនចេះ fake smile ដូចពួកគេពីខាងក្រៅរបស់ខ្ញុំនៅតែញញឹមនៅតែនិយាយល្អនៅតែធ្វើដូចមនុស្សធម្មតាតែគ្មាននរណាដឹងទេថារាល់ថ្ងៃខ្ញុំត្រូវប្រើកម្លាំងចិត្តប៉ុណ្ណាដើម្បីបន្លប់ខ្លួនឯងខ្ញុំមិនអីទេខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំមិនអីទេការងារមិនបានធ្វើឲ្យខ្ញុំហត់ទេតែអ្វីដែលខ្ញុំហត់នោះគឺមនុស្សតែមនុស្សនៅក្នុងក្រុមការងារទើបជាអ្វីដែលធ្វើឲ្យខ្ញុំអស់កម្លាំងចិត្តហើយខ្ញុំបានរៀនថាគុំប្រើបេះដូងទៅលើមនុស្សដែលរស់នៅដោយពាក្យថា fake ព្រោះនៅកន្លែងខ្លះស្នាមរញញឹមរបស់យើងគ្រាន់តែជារឿងកំប្លែងរបស់ពួកគេតែប៉ុណ្ណោះហើយភាពស្ងប់ស្ងាត់របស់យើងក៏ត្រូវបានគេយកមកលេងសើចអ្នកទាំងអស់គ្នានេះគឺជារឿងពិតរបស់ខ្ញុំដែលបានចូលបម្រើនៅស្ថាប័នមួយត្រូវបានគេមើលរំលងខ្ញុំគិតថានេះគឺជាបទពិសោធន៍មួយរបស់ខ្ញុំទៅកាន់បងប្អូនដែលធ្វើការថ្មីអ្នកទាំងអស់គ្នាត្រូវតែចេះបត់បែនរាល់កលៈទេសៈនៅកន្លែងការងារដើម្បីអាចទទួលបានការគោរពស្រឡាញ់ពីអ្នកជុំវិញខ្លួនយើងពិសេសថ្នាក់ដឹកនាំរបស់យើង